ញោមស្គាល់កន្លែងលោកគីអូចំហុយនេះគឺមកក2000ហ្នឹងមកកន្លែងទៀតហើយមើលតំណណាហើយសំខាន់តម្លៃវិញគឺមកគ្រាប់ហ្នឹងចាប់ពី2000ឡើយសម្រាប់បងប្អូនណាដែលធ្លាប់ទិញគីវមកក2000ហ្នឹងគឺនៅមុខផ្សារកដាជាមួយនឹងកន្លែងហ្នឹងគឺកន្លែងតែមួយទេទាំងហូរជាតិទាំងម៉ណុយទាំងអស់ហ្នឹងទាំងទឹកជ្រលក់ហ្នឹងគឺតែមួយហ្មងសូម្បីតែតម្លៃក៏ដូចគ្នាដែរគឺមកគ្រាប់ហ្នឹងចាប់ពី2000ឡើយគ្រាន់តែមានខ្លះដូចជាតម្លៃ2005ដែរអញ្ចឹងគាត់ចំហុយមកគីវនៅខាងគាត់ហ្នឹងគឺហូរជាតិមកល្មមឆ្ងាញ់មកបបផ្សំមួយទឹកជ្រលក់នៅខាងគាត់ហ្នឹងគឺហូរជាតិអែមមែនសម្រាប់ទីតាំងកន្លែងនេះវិញគឺនៅម្ដុំរងកូនដូចគឺនៅទៅមុខនឹងអ៊ីម៉ាតហ្នឹងហ្មងសម្រាប់ម៉ោងវិញដូចជាគាត់លក់ហ្នឹងចាប់ពីម៉ោង5ល្ងាចទៅរហូតដល់ម៉ោង10យប់ហ្មងនៅកន្លែងគាត់ហ្នឹងគឺខ្ញុំចាត់អារម្មណ៍ជាងគេហ្មងត្រង់ថាគីវតម្លៃគួរសមហើយសំខាន់គឺមានច្រើនជម្រើសមែនតើដល់ពេលអញ្ចឹងគឺងាយស្រួលហ្មងសម្រាប់បងប្អូនណាដែលចង់ទិញតែមួយពីរយកមកញ៉ាំអីអញ្ចឹងគឺសេលលុយហ្មងមានតែ10000 20000នេះហ្នឹងគឺញ៉ាំបាន5 6មុខអីគីវនៅខាងគាត់ហ្នឹងចំហុយមកនៅក្តៅៗអញ្ចឹងគឺញ៉ាំឆ្ងាញ់ហ្មងញ៉ាំបដាជ្រលក់មួយទឹកជ្រលក់នៅខាងគាត់ហ្នឹងគឺហូរជាតិអែមហ្មងមិនចេះតែនិយាយណាគឺទឹកជ្រលក់នៅខាងគាត់ហ្នឹងគឺឆ្ងាញ់មែនជ្រលក់មួយគីវមួយហាកៅមួយនំប៉័ងហ្នឹងនិយាយទៅគឺអែមហ្មងសម្រាប់គីវនៅខាងគាត់ហ្នឹងគឺខ្ញុំអត់ចាំឈ្មោះទេគ្រាន់តែមានគីវខ្លះមានស្នូដែរអញ្ចឹងហើយបើវិញនេះដូចជាប្រហិតនិយាយទៅគឺញ៉ាំឆ្ងាញ់ហ្មងមួយហ្នឹងក្រៅពីហ្នឹងទៀតខាងគាត់ក៏មាននំប៉័ងដែរដូចជានំប៉័ងស្នូសាច់ជ្រូកជាមួយនំប៉័ងស្នូពងមាន់ដែរអញ្ចឹងសរុបមកបើសិនជាបងប្អូនងាកឡើងពងតើគីវចំហុយមកក2000នេះហ្នឹងគឺអាចជ្រើសបាននៅកន្លែងគាត់ហ្នឹងហូរជាតិឆ្ងាញ់មែន